ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំចង់ចែករំលែកវិធីសាស្ត្រក្នុងការពារសត្វកញ្ចែកុំឲ្យស៊ីដើមដូងរបស់យើងដូងខ្ញុំអាយុ8ឆ្នាំណាអញ្ចឹងខ្ញុំមានដូងខ្ញុំមិនសូវមានបញ្ហារឿងសត្វកញ្ចែស៊ីទេបងប្អូនមើលដូងខ្ញុំតិចតួចមានតែស៊ីតិចតួចដើមនេះអីស្អាតនេះមើលតាំងពីក្រោមមកអត់មានស៊ីទេមានថាមិនឲ្យស៊ី 100% ទេតែយើងអាចការពារបានរហូតដល់ 80% នេះដូងខ្ទិះរបស់ខ្ញុំចិត្តបានផលហើយនេះចាស់នេះក៏អត់មានស៊ីដែរដើមនេះពូយកមកពីខាងបាត់ដំបងហើយមានពពាយនៅជាមួយទុកខាន់ស្លខ្ញុំអត់កាត់វាចេញពពាយផ្លែគ្រាន់តែទុកស្លដំណាំធម្មជាតិមើលដូងខ្ញុំអត់សូវមានបញ្ហារឿងកញ្ចែវាយលុកទេទៅតែរៀនផ្លែទេអញ្ចឹងខ្ញុំចង់ចែករំលែកបន្តិចរឿងការពារសត្វកញ្ចែបងប្អូនយើងអាចរកទិញនេះដូងខ្ញុំមួយដើមតូចតែផ្លែស្អាតនេះចិត្តល្មមកាប់ហើយនេះចិត្តល្មមហើយចិត្តល្មមបេះហើយជាមួយខែអីទៀតបេះបានណាបងប្អូនវានៅតូចដែរនេះប្អូនវានេះបងមួយខែកន្លះអីទៀតបេះបានណាដើមនេះតូចតែផ្លែមួយជុំស្អាតនេះដូងខ្ញុំអត់សូវមានការវាយលុកពីសត្វហ្នឹងទេអូមន់កាយអូយ៉ាមន់កាយអស់នេះមើលបងប្អូនមើលអត់សូវមានការវាយលុកពីសត្វហ្នឹងទៅតែតិចបំផុតក្នុងចំណោម200ដើមហ្នឹងការវាយលុកវិសត្វកញ្ចែហ្នឹងតិចនេះអញ្ចឹងដែរមួយជួរនេះឃើញថាល្អច្រើនហ្នឹងថាវាទឹមរៀនផ្លែមិនសូវច្រើនទេនេះញ៉ាកាមេរ៉ាខ្ញុំអត់សូវច្បាស់ទេដោយសារទូរស័ព្ទយើងសេរីទាបនេះស្អាតទឹកផ្អែមដល់ហើយម្សិលមិញកាប់ឲ្យ1 ឡូទឹកផ្អែមសឹងដូចដាក់ស្ករហើយនេះបងប្អូនមើលអត់មានសូវមានការវាយប្រហារពីសត្វល្អិតទេអញ្ចឹងនៅចុងវីដេអូខ្ញុំនឹងចែករំលែកបងប្អូនថតដើមដូងឲ្យបងប្អូនមើលលេងទៅប៉ិនថតសូវបានច្បាស់ឲ្យញ័រច្រើនយើងមិនសូវប្រសពនេះ
ធ្លាយនេះដល់ឡាយ1ឡូមួយធ្លាយនេះ1ឡូមកតឯងមើលបងប្អូនមើលដូងខ្ញុំឃើញទេកញ្ចែអត់សូវមានស៊ីទេសល់មិញកាត់ឲ្យ1ឡូដើមនេះថ្ងៃនេះគាត់កំង4ឡូទៀតអ្នកភូមិគាត់មកពីភ្នំពេញគាត់រៀននៅភ្នំពេញគាត់មកកំង4ឡូទៀតដូងក្រអូបគាត់យកទៅហូបភ្នំពេញថ្ងៃមុនគាត់កំង1ឡូនេះដល់ឡាដូងទឿទឹកផ្អែមរាប់មើល1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
14 15 16 17 ក្របអូបានវាយ៉ាមកក្របហើយណែនពេកហើយមើលផ្លែអត់មានទូយទេបងប្អូនហើយប៉ុនដូនតាយើងមើលកញ្ចែអត់សូវវៃលុកទេដូងខ្ញុំមានថ្នាំការពារមិនល្អណាស់ទេថ្នាំហ្នឹងវាខណៈការពារបានប្រហែលជា 80% នេះមកដើមនេះស្អាតគ្មានអីស៊ីទេម្សិលមិញជួយចងនេះខ្សែចងបើមិនជួយចងអញ្ចឹងវាបាក់គល់ខ្ពោស្ដាយរយៈពេល6 ខែបានយើងបានបេះហ៎បងប្អូនយើងការពារកុំភ្លេចចងដងអាយុខ្ចីអញ្ចឹងភាគច្រើននោះបាក់គល់ខ្ពោនេះទឹកបន្លាយខ្ញុំនេះផ្លែមកជុំស្អាតណាស់ដើមហើយគល់ដល់ហើយគល់ធំហើយមួយនេះទៅមិនដាំទេតែមើលអត់មានទេអត់មានកញ្ចែស៊ីអីទេបងប្អូនមើលមានទេមានកញ្ចែស៊ីទេស្អាតហ៎អញ្ចឹងបងប្អូនអាចរកថ្នាំនេះថ្នាំគេហៅដីកាឌីរបស់ថៃយើងសើចក្នុង YouTube ក៏បានណាអាហ្នឹងដូចគ្រាប់ដីខ្សាច់អញ្ចឹងពណ៌វាពណ៌ស្វាយគេដាក់ថាដីកាឌីថៃហើយក៏សើចក្នុង Facebook ក៏បានណាបងប្អូនអាចសើចបានរត់ទិញមកដាក់តាមធៀងវាហ្នឹងឃើញទេដាក់មកស្លាបព្រាឬកន្លះស្លាបព្រាមកធៀងវាហ្នឹងឃើញទេហ្នឹងរហូតដល់ទៅលើដល់បដូលវាមកនេះដាក់ដល់នេះបងប្អូនដាក់ដល់ហ្នឹងមកហើយខាងក្រោមមិនសូវបញ្ហាវាស៊ីតែម្ដុំនេះវាស៊ីតែម្ដុំលើនេះអញ្ចឹងបងប្អូនដាក់វាកន្លះសភាឬក៏មកសភាបងប្អូនមានលទ្ធភាពដាក់មកសភាមកប្រឡោះហ្នឹងមកធៀងហ្នឹងមករត់ហ្នឹងភ្លុកយកសភាមកដាក់ភ្លុកអញ្ចឹងមកឃើញទេអាហ្នឹងវិធីការពារគឺខ្ញុំប្រើដីកាឌីរបស់ថៃបងប្អូនសាកកុំឲ្យខ្ញុំជិតថាប្រសិទ្ធភាពវាបានប្រហែលជា 80% ព្រោះខ្ញុំប្រើតាំងពីខ្ញុំដាំមកគឺខ្ញុំប្រើដីកាឌីថៃហ្នឹងក្របវាពណ៌ស្វាយដូចដីខ្សាច់ចឹងគេលាយជាមួយដីខ្សាច់អាហ្នឹងហើយដីខ្សាច់វាមានប្រយោជន៍ដាក់ទៅដូងយើងក៏ត្រជាក់ដែរត្រជាក់ដូងហើយកញ្ចែក៏វាខ្លាចដែរដីខ្សាច់ចឹងវាខ្លាចចូលកវាព្រោះសត្វហ្នឹងកវាមានកលៈអញ្ចឹងយើងទិញមកយើងដាក់មកសភាប្រឡោះធៀងហ្នឹងមកឃើញទេរហូតមកដល់នេះកន្លែងនេះឃើញទេកន្លែងមិនដូលវាហ្នឹងមកត្រឹមហ្នឹងមកចុះមកខោមយើងមកសភាទៅយើងការពារបាន 80% ដែរហ្នឹងសម្រាប់បាត់ពិសោធន៍ខ្ញុំណាដូងខ្ញុំមិនសូវមានបញ្ហាមើលស្លឹកជាទូទៅស៊ីដែរស៊ីតិចតួចស៊ីបន្តិចអញ្ចឹងវារត់ចេញវិញដោយសារវាពុលចង់និយាយថាវាពុលអញ្ចឹងវាផ្អើលវាពុលវារត់អញ្ចឹងឯនេះខ្ញុំមិនមានអីច្រើនទេខ្ញុំមានតែប៉ុណ្ណឹងចែករំលែកបងប្អូនអាចទិញបានតាមរយៈមើល YouTube ឬក៏ Facebook បងប្អូនវាយក្នុង YouTube ដាក់ថាដីកាឌីថៃអញ្ចឹងមកវាចេញពណ៌មិន
ចឹងពណ៌វាគឺពណ៌ស្វាយហើយគេលាយជាមួយដីខ្សាច់ណាបងប្អូនអាចសើចមើលបងប្អូនមានដូងអីតិចតួចដាំ4 10ដើមចិត្តផ្ទះចឹងណាអាហ្នឹងបទពិសោធន៍របស់ខ្ញុំប្រើអញ្ចឹងចឹងខ្ញុំមិនមានអីចែករំលែកបងប្អូនច្រើនទេខ្ញុំមានចំណេះដឹងតិចតួចចែកឲ្យបងប្អូនតែប៉ុណ្ណឹងចឹងអរគុណហើយក៏សូមជម្រាបលាបងប្អូនតែត្រឹមនេះអរគុណបងប្អូនសុខសប្បាយទាំងអស់គ្នា